នៅចំពោះមុខរឿងលុយកាក់មនុស្សគ្រប់គ្នាសុទ្ធតែមានសាសនាតែមួយភាពស្មោះត្រង់ត្រូវវាយវេសិលធម៌ត្រូវបាក់បែកហើយសំបីតែឈាមបង្កើតក៏អាចប្រែក្លាយជាទឹកបានដែរមនុស្សព្រមបួងសួងសំភាពមានបានព្រមរត់ជង្គង់ដើម្បីអំណាចនិងព្រមរកល្បិចកលក្បត់គ្នាដើម្បីតែលុយប៉ុន្មានកាក់ប៉ុណ្ណោះនៅក្នុងពិភពលោកនេះការពិតคล้ายជារឿងថោកទាបកិត្តិយសត្រូវបានគេដាក់លក់ហើយសេចក្តីថ្លៃថ្នូរគ្រាន់តែជារបស់ដែលមានតម្លៃនៅលើស្លាកសញ្ញាប៉ុណ្ណោះពួកគេចូលចិត្តហៅទង្វើទាំងនេះថាជាការរស់រានមានជីវិតប៉ុន្តែនៅក្នុងការពិតជាក់ស្ដែងវាគឺជាការចោះចាញ់តែប៉ុណ្ណោះអ្នកគិតថាខ្លួនឯងជាម្ចាស់កម្មសិទ្ធិលើលុយកាក់មែនទេចូលក្រឡេកមើលឲ្យចិត្តម្ដងទៀតការពិតលុយទេដែលជាម្ចាស់គ្រប់គ្រងលើរូបអ្នកវាជាអ្នកកំណត់តម្លៃរបស់អ្នកវាជាអ្នកបញ្ជាលើរាល់ជំរឿជីវិតរបស់អ្នកហើយចុងក្រោយវានឹងកប់អ្នកទៅក្នុងដីមិនខុសពីមនុស្សក្រីក្រម្នាក់នោះឡើយ